hãy đây chỗ đó dùng 4 ច្បាប់ស្រុកទាញចាប់ដើមអន់ថយដោយសារមនុស្សត្រូវការលទ្ធផលលឿនត្រូវការឃើញអីលឿនហើយវាបដូរចូលដល់ការបដូរយុគសម័យកាលធ្វើឲ្យមនុស្សផ្លាស់ប្ដូរហើយមនុស្សអ្វីក៏ដោយនៅពេលដែលយើងធ្វើដដែលយូរទៅវាជាប់តំណែងវាទៅជាស៊ាំតែច្បាប់ស្រុកទាញអត់បានស៊ាំជាមួយទេអ្នកណាអនុវត្តអ្នកនោះបានខ្ញុំនៅតែប្រាប់ថាយុគ9នេះអ្នកណាដែលអនុវត្តច្បាប់ស្រុកទាញអមទៅជាមួយនឹងការបដូរយុគអ្នកនឹងទទួលបានលទ្ធផលទ្វេគុណជីវិតគឺដើរទៅមុខយ៉ាងរលូនចាមិនថាស្ថានភាពណាត្រូវតែទៅមុខគឺ move on go on សួស្ដីមេរំចាសួស្ដីចាគឺ go on ចាទៅមុខ move on ទៅមុខជានិច្ចហេតុអីចូលដល់យុគ9ច្បាប់ស្រុកទាញចាប់ដើមអន់ថយដោយសារមនុស្សត្រូវការលទ្ធផលលឿនត្រូវការឃើញអីលឿនហើយវាបដូរចូលដល់ការបដូរយុគសម័យកាលធ្វើឲ្យមនុស្សផ្លាស់ប្ដូរហើយមនុស្សអ្វីក៏ដោយនៅពេលដែលយើងធ្វើដដែលយូរទៅវាជាប់តំណែងវាទៅជាស៊ាំតែច្បាប់ស្រុកទាញអត់បានស៊ាំជាមួយទេអ្នកណាអនុវត្តអ្នកនោះបានខ្ញុំនៅតែប្រាប់ថាយុគ9នេះអ្នកណាដែលអនុវត្តច្បាប់ស្រុកទាញអមទៅជាមួយនឹងការបដូរយុគអ្នកនឹងទទួលបានលទ្ធផលទ្វេគុណហើយបើអ្នកអនុវត្តច្បាប់ស្រុកទាញបានផ្លូវចិត្តអ្នកនឹងត្រជាក់ហើយអ្នកនឹងអត់ជួបរឿងក្តៅក្រហាយច្រើនអត់ជួបរឿងក្តៅសាហាយច្រើនទេតែបើសិនជាយើងអត់មានការសមាធិអត់មានការលៀបណាត់រងាប់ផ្លូវចិត្តធម្មតាតែនៅក្នុងច្បាប់ស្រុកទាញយើងរងាប់ផ្លូវចិត្តហើយចាអត់អនុវត្តដូចអត់ទឹករាល់ថ្ងៃចាយើងនឹងជួបរឿងគេហៅថាគ្រឿងក្តៅក្រហាយឆាប់មួម៉ៅអញ្ចឹងធម្មពលយុគមានអតិពលសម្រាប់មនុស្សចាទេវតាទាំង5 40 ឆ្នាំម្ដងអូនចាតែយើងអាចសូត្រធម៌បានរាល់ថ្ងៃយកទៅដាក់កន្លែងធ្វើការកន្លែងរកស៊ីទេវតាទាំង5អង្គគឺមានគេហៅថាឃើញសមិទ្ធផលលឿនខ្លាំងហ្មងអ្នក45អង្គឃើញលទ្ធផលច្រើនផ្លែកលឿនតែអាស្រ័យលើទី1សម្ពាយប៉ុនទី2ការសាងរបស់យើងទី3គេហៅថាមនុស្សយើងណោះជឿតែជំនឿមកមុខគត់វាអាចទៅរួចទេស្អីក៏ដោយវាត្រូវមានអ្វីជាតួអង្គរួមមិនថាផ្លូវចិត្តរឹងមាំមិនថាការគិតវិជ្ជមានគិតរឿងល្អអានឹងត្រូវតែរួមជាមួយអត់មានជឿតែវត្ថុមង្គលនឹងបានលទ្ធផលឥឡូវឧទាហរណ៍ចាស់ថាសេចក្តីសូបលុយសួរថាតើអ្នកពាក់ទាំងអស់រាប់ពាន់រាប់ម៉ឺនអ្នករាប់រយអ្នកនឹងសូបទាំងអស់គ្នាអត់ទេទី1ចរិតរឹកពីការងារក៏ដូចជាការគិតសម្ពាយប៉ុនអីចឹងទៅវារួមផ្សំគ្នាចាវារួមផ្សំគ្នាចាកុំប្រើអារម្មណ៍ខ្វះខាតពេកអូនយើងកុំពឹងផ្អែកលើវត្ថុស័ក្តិសិទ្ធិគ្រាន់ឲ្យគាត់ជួយបើកផ្លូវយើងគិតអីល្អសម័យមនោចឹងមិនថាវត្ថុស័ក្តិសិទ្ធិស្អីក៏ដោយសូម្បីតែគេហុងស៊ុយឬក៏អីក៏គេត្រូវប្រើច្បាប់ស្រុកទាញអមទៅជាមួយចាប្រទេសយើងក្តៅទៅយើងអាចទៅប្រេកដូលបានអីទាំងអស់ទេចាអញ្ចឹងឧបមាអ្នកខ្លះហុងស៊ុយពីថាយើងធ្វើហុងស៊ុយជួលអ្នកនេះអ្នកនោះមកធ្វើឲ្យអស់រាប់ពាន់ហេតុអីអ្នកខ្លះជីវិតអត់ឡើងក៏មានដែរដោយសារកត្តានៃមនុស្សគិតអ្វីជំនាញពេកអត់មានវិធីសាស្ត្រមានតិចនៃការរស់ស៊ីងាប់នៅមួយកន្លែងងាប់កាឡាអត់អាប់ដេតអត់ផ្លាស់ប្ដូរអីទាំងអស់ធ្វើឲ្យកំឡឹងដែរបើធ្វើប៉ះអ្នកខ្ជិលទៀតរហូតទៅទៀតវាមិនមែនថាគ្រប់គ្នាត្រូវតែបានដូចគ្នា 100% អត់ទេឃើញអត់មានអ្នកខ្លះជឿមង្គលនេះមង្គលនោះអត់បានអ្នកខ្លះអីអញ្ចឹងណាអញ្ចឹងបើសិនបានដូចគ្នាទាំងអស់ដូចច្បាប់ស្រុកទាញអញ្ចឹងបាច់និយាយច្រើនបើសិនអនុវត្តឲ្យមានគ្រប់គ្នាធ្វើបានគ្រប់គ្នាតែច្បាប់ស្រុកទាញនេះមួយខុសគេអនុវត្តបានធ្វើតាមរូបមន្តបានគឺបានលទ្ធផលហើយធ្វើដល់អារម្មណ៍ពិតទៀតមិនអាច fake មិនអាច fake បានទេត្រូវតែត្រូវរូបមន្តហើយត្រូវនឹងអារម្មណ៍បែបធម្មជាតិច្បាប់ស្រុកទាញត្រូវធ្វើឲ្យបានបែបធម្មជាតិអញ្ចឹងទៅវាពិបាកជាងគេតែវាមានអត្ថប្រយោជន៍ខ្លាំងជាងគេចាអូខេតោះដល់វគ្គស្រូបលុយ100ចាអញ្ចឹងអីគេ4តិចណាអញ្ចឹងណាធ្វើអ្នកឲ្យខ្លះជាមេដែលឆក់ស្រូបលុយគឺស្រូបលុយ 100% អញ្ចឹងសួរថាដាក់ប៉ុណ្្នឹងទៅអ្នករៀនចប់យប់ហ្នឹងឧបមាបន្ទាប់ពីខ្ញុំចែកម្លេចចាប់ស្អែកឡើង20 30 40k អញ្ចឹងទៅវាអស់កណិតរត់ទៅសួរថា30 40k 3 40000នាក់ថាអ្នកមើលឲ្យពិតចោះថា50000នាក់បើថា50000នាក់តែ5000នាក់តែ 5k កូនសិស្សដែលថាតាមជាប់យើងនិយាយតែ 5k ចោះបានទាំងអស់អត់ទេតើមានមនុស្សប្រហែលអ្នកដែលអាចធ្វើបានអញ្ចឹងមិនថានៅក្នុងโลกនេះអ្វីក៏ដោយវាមិនមែនបានមកដោយងាយស្រួលលើសសមត្ថភាពយើងលើសការគិតរបស់យើងលើសសម្ពាយបនរបស់យើងលើសការធ្វើរបស់យើងអត់មានទេមនុស្សកុំគិតអីស្រួលបែបស្រួលអត់ណាស្រួលបែបគិតបែបថាអីក៏បានវាបានមកអូខេទទួលថាច្បាប់ស្រុកទាញយើងគិតអីស្រួលងាយស្រួលតែយើងត្រូវតែគិតឲ្យងាយស្រួលនឹងបែបធម្មជាតិវាពិបាកត្រង់ថាអូខេច្បាប់ស្រុកទាញថាអ្នកនឹងបានមកយ៉ាងងាយបងប្អូនដែលតែអានសភៅ The Magic The Secret អីគេតែនិយាយថាគ្រាន់តែសម័យគ្រាន់តែមโนគ្រាន់តែដាក់គោលដៅបានតែហេតុអីមនុស្សដែលអានសភៅ The Magic The Secret ច្រើនខ្លាំងមែនតើហេតុអីអានហើយជីវិតនៅតែមិនជោគជ័យអីទាំងអស់អ្នកខ្លះមានជីវិតដូនដាប់ជាងមុនអ្នកខ្លះដល់ពេលយកទៅប្រើនៅខុសផ្លូវខុសបរិបទឡែបគិតថាគ្រប់យ៉ាងវាស្រួលខ្លាំងពេកអូខេទទួលស្គាល់វាស្រួលមែនតែត្រូវការគិតនឹងវាទៅបែបធម្មជាតិឲ្យត្រូវរូបមន្តវាបដ ாய் មិនមែនយើងយកទៅតាក់តែងខ្លួនឯងចាអញ្ចឹងច្បាប់ស្រុកទាញវាពិបាកត្រង់ថាគិតមโนដាក់គោលដៅឃើញរូបភាពគ្រប់យ៉ាងឲ្យវាលក្ខណៈធម្មជាតិមិនមែនជាការតាក់តែងទៅវាចេញជាលទ្ធផលចាចេញជាលទ្ធផលវាមិនដូចយើងអមថាយើងពាក់ខ្សែដៃអង្គុលមកខ្សែឧទាហរណ៍ណាខ្សែដៃសូបលុយអូខេវាអាចនិយាយថាជឿសូបលុយបូកកម្លាំងសទ្ធាការជឿរបស់យើងជឿបែបគ្នាលក្ខខណ្ឌអូខេវាជួយបានមួយបូកការធ្វើការ
តែបើយើងជឿថាស្រូបលុយតែយើងជឿតាមផ្លែទេពេលលុយអត់ចូលអូយពាក់ដល់ឃើញផលអ្នកខ្លះយកទៅពាក់3ថ្ងៃ5ថ្ងៃគួយពិនិត្យមើលលុយចូលអត់ស្អីដៃបោះដំណុលបោះអីចូលអត់មានទៅខួរក្បាលនេះអាប់ដេតនឹងគិតការរ៉ូស៊ីអីអត់គិតទេមកអង្គុយថាវាដោះដំណុលបានការវាស្រូបលុយមកការអត់បានផលព្រោះអីយើងអត់បានជឿបែបធម្មជាតិដូចគ្នាយើងនៅតែអង្គុយគិតញ៉ាំញ៉ាយើងនៅតែរំពឹងយើងនៅតែតឹងយើងនៅតែអង្គុយចាំមើលអត់បានផលទេយើងថាច្បាប់ស្រូបទាញធ្វើការគ្រប់មនុស្សក្នុងលោកធ្វើការបែបណាគេនឹងចាត់ចែងអូតូដូចច្បាប់នៃកម្មផលចាំថាច្បាប់ស្រូបទាញដើរទៅសងទៅបើយើងនៅពេលដែលយើងមានច្បាប់ស្រូបទាញក្នុងខ្លួនវាធ្វើឲ្យយើងបន្ថយចុះនៅការលោភការរំពឹងចង់បានពេកចាការដែលយើងលោភពេកការដែលយើងមិនចេះប្រឡែងការដែលយើងអង្គុយក្រៅកាហាយចំណាយគ្នានេះអីផ្សេងវាមាននៅក្នុងនឹងទាំងអស់ថាយើងនឹងប្រើអត់បានផលរឿងលុយដូចគ្នាស្រូបទាញបាន 100% ប្រហែលអ្នកនឹងស្រូបបានវាមានច្រើនបច្ច័យណាស់អញ្ចឹងមិនថារាល់ភាពជោគជ័យនៅក្នុងជីវិតរបស់មនុស្សប្រើច្បាប់ស្រូបទាញងាយដូចមិនងាយដូចងាយតែសរុបទៅនៅតែមានពាក្យថាមិនងាយនាំមុខព្រោះអ្នកធ្វើបានតិចតោះនេះណាប់ចិត្តចាតែកុំអស់សង្ឃឹមព្រោះច្បាប់ស្រូបទាញ free and free ច្បាប់ស្រូបទាញអត់ចំណាយលុយសំបី100រៀលមិនបាច់ទៅចំណាយលុយទិញវត្ថុមង្គលមិនបាច់ទៅចំណាយលុយទិញខ្សែដៃខ្សែអីពាក់អីចាបនព្រះសំពះទេវតាតែអនុវត្តឲ្យតែបានតែគាត់ថាយើងមានរបស់វត្ថុមង្គលឬក៏ការ សុំបនព្រះទេវតាជាចំណុចមួយដែលជួយបន្ថែមឲ្យយើងរឹតតែមានជំនឿចិត្តចារឹតតែមានជំនឿចិត្តអូខេតោះអញ្ចឹងមុននឹងអ្នកស្រូបទាញលុយបានចាគេឲ្យស្គាល់ពី4យ៉ាង4វិធីនេះចាអញ្ចឹងស្គាល់ទី1គឺលុយគឺជាធម៌ពលនៃគុណតម្លៃស្គាល់ពីលុយចង់ស្រូបលុយទៅដឹងថាលុយគឺជាធម៌ពលនៃគុណតម្លៃលុយមិនមែនគ្រាន់តែជាតួលេខតែជាធម៌ពលគុណតម្លៃដែលយើងមានឲ្យលោកនេះគុណតម្លៃគេលុយអាចទិញភាពងាយស្រួលលុយអាចយកទៅជួយអ្នកនេះអ្នកនោះបានអីចឹងទៅវាជាតួលេខហើយវាមានគុណតម្លៃទៀតមនុស្សខ្លះនៅពេលដែលរកលុយមិនបានឬអត់តែតែគិតថាលុយគឺជាហានិភ័យលុយជារបស់ដែលមានពឹសមានពុលលុយគឺជារបស់ដែលមិនស្អាតស្អំលុយធ្វើឲ្យមនុស្សប្រែប្រួលលុយធ្វើឲ្យមនុស្សបោកប្រាស់លើធ្វើឲ្យមនុស្សខៀនក្បត់សូម្បីតែមនុស្សដែលស្និទ្ធឬក៏ម៉ែឪបងប្អូនអីចឹងទៅអូខេទទួលស្គាល់ថាអតិពលនៃលុយវាអាចធ្វើឲ្យទៅផ្លូវហ្នឹងដោយសារអ្នកណាដោយសារមនុស្សមិនមែនលុយអាក្រក់ទេយើងត្រូវដឹងថាមនុស្សជាអ្នកអាក្រក់មនុស្សគឺជាម្នាក់ដែលគ្មានមនសិការដូចខ្ញុំលុយអត់អាចទិញមនសិការខ្ញុំបានខ្ញុំជាមនុស្សម្នាក់ដែលមិនអាចលុយទិញមនសិការខ្ញុំបានអ្វីដែលខ្ញុំថាទេដូចផលិតផលចឹងខ្ញុំថាខ្ញុំលក់តំណាងគឺខ្ញុំលក់តំណាងអត់មានអ្នកណាមកទិញក្បាលខ្ញុំបានថាខ្ញុំឲ្យប៉ុណ្ណេះស្អីអត់ទេទិញអត់បានទេខ្ញុំអត់ត្រេកតាអាលនឹងលុយខ្ញុំអូខេទទួលស្គាល់លុយមានតម្លៃខ្ញុំប្រឹងប្រែងរាល់ថ្ងៃដើម្បីលុយតែបើឲ្យខ្ញុំក្បត់មនសិការខ្លួនឯងខ្ញុំអត់ក្បត់ទេតែខ្ញុំដឹងថាលុយមានតម្លៃលុយអាចទិញភាពងាយស្រួលយើងលុយអាចទិញភាពសំណុកសុខស្រួលយើងបានច្រើនខ្លាំងតែទិញកិត្តិយសអត់បានកិត្តិយសនិងលុយខ្ញុំរើសយកកិត្តិយសតែលុយនៅតែមានតម្លៃសម្រាប់ខ្ញុំយើងដឹងពីតម្លៃលុយតែក៏យើងស្គាល់ពីតម្លៃខ្លួនឯងយើងមានឧត្តមគតិនិងមនសិការបងប្អូនតោះនេះយើងមិនមែនថាលុយអូយលុយមិនសំខាន់សម្រាប់ខ្ញុំលុយសំខាន់តែវាអត់អាចលុយសំខាន់ឃើញលុយសំខាន់ដល់ថ្នាក់ត្រូវផ្លាស់ប្ដូរខ្លួនឯងត្រូវទៅធ្វើអ្វីដែលយើងអត់ចង់ធ្វើត្រូវធ្វើអ្វីដែលក្បត់មនសិការខ្លួនឯងខ្ញុំអត់ធ្វើអញ្ចឹងសួរថាតើលុយអ្នកខុសឬមនុស្សអ្នកខុសតើលុយអ្នករើសឲ្យយើងធ្វើអញ្ចឹងឬមនុស្សអ្នករើសអ្នកធ្វើចរិតមនុស្សទេលុយធ្វើឲ្យមនុស្សផ្លាស់ប្ដូរគ្រប់យ៉ាងមកពីចរិតមនុស្សលុយធ្វើឲ្យមនុស្សក្បត់មិត្តភក្តិខ្លួនឯងគឺមនុស្សជាអ្នកក្បត់មិនមែនលុយជាអ្នកធ្វើឲ្យមនុស្សក្បត់មនុស្សគ្មានមនសិការមនុស្សគ្មានការខ្មាស់អៀនទៅធ្វើឲ្យខ្លាចជាបាត់ហ្នឹងចង់បញ្ចប់ទៅបន្ទោសតែលុយត្រូវអត់បងប្អូនខ្ញុំអត់ទេតែខ្ញុំថាអត់គឺអត់ខ្ញុំមានគោលចំហច្បាស់លាស់កុំអ្នកណាយកលុយមកទិញឲ្យខ្ញុំឃើញមានលុយបែបថាលុយជាភាពត្រេកតាឲ្យយើងអត់ធម្មតាព្រោះលុយធ្លាប់ស្គាល់ហើយគាត់ផ្សាយរាប់លានស្គាល់ហើយចាតែអ្នកដែលមិនស្គាល់លុយមិនដឹងអ្នកដែលគាត់ធ្លាប់ដល់ចំណុចដែលយើងមិនមានលុយច្រើនអីយើងមិនបានមកចំណុចឆ្មាតទៅមិនបានមកចំណុចអាចសុទ្ធនឹងអ្នកមានស្រុកខ្មែរនិយាយមែននេះជីវភាពប៉ុណ្នេះកុំមកប្រៀបធៀបជាមួយអ្នកមានដែលគេជាសទ្ធីដែលគេជាអ្នកមានមិនបានប៉ិនចំកញ្ចក់ទេផងចាអញ្ចឹងសួរថាយើងគិតបែបណាចាយើងត្រូវយល់អ្នកខ្លះមានណាអង្គុយតែអគតិរឿងលុយអញ្ចឹងងកុំអគតិលុយសន្តានមនុស្សចរិតមនុស្សចាចរិតមនុស្សអីគេពាក្យថាមនុស្សអីគេទោសៈមោហៈមានការលោភមានសេចក្តីលោភក្នុងខ្លួនមានសេចក្តីចង់បាននៅក្នុងខ្លួនខ្ញុំដោយសារអីខ្ញុំជាមនុស្សដែលចូលចិត្តរងាប់នៅមិនរងាប់មហិច្ឆតាមានគោលដៅអីធម្មតាតែបើសិនជាមហិច្ឆតានឹងវាធ្វើឲ្យប៉ះពាល់ដល់អ្នកណាឬក៏ធ្វើឲ្យបាត់នៅកិត្តិយសឬក៏ត្រូវធ្វើឲ្យខ្លួនឯងមើលទៅថោកទាបខ្ញុំអត់ធ្វើទេចាអត់ទេអញ្ចឹងគេថាវាមិនគ្រាន់ជាតួលេខហើយក៏វាមិនជាធម៌ពលអវិជ្ជមានដែរមុននឹងយើងចង់ស្រូបលុយបានយើងត្រូវយល់ពីលុយឲ្យច្បាស់ហើយយល់ពីខ្លួនយើងឲ្យច្បាស់ចាយល់ពីខ្លួនយើងឲ្យច្បាស់
ចាអញ្ចឹងនៅពេលដែលយើងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃលុយនឹងរំកិលខិតមករកយើងខ្លួនយើងមានតម្លៃមួយអញ្ចឹងបានគេថាបើយើងយើងតែងតែប្រតិបត្តិខ្លួនឯងដើម្បីលុយគ្រប់យ៉ាងរត់ដេញចាប់លុយបងប្អូនតន់ពាក្យថាលុយមិនមែនមានដើម្បីរត់ដេញចាប់ទេលុយមានដើម្បីឲ្យមនុស្សស្រូបទាញចូលមកក្នុងជីវិតយើងមិនមែនយើងត្រូវត្រាក់រត់ហត់ដេញចាប់អូយប្រឹងអញ្ចឹងមនុស្សដែលប្រឹងប្រែងរត់ដេញចាប់លុយតែងតែក្រហល់ក្រហាយចង់បានលុយអ្នកនោះមានស្ដុកស្ដំហើយបងប្អូនមើលអ្នកមានគេនៅស្ងៀមមិននៅស្ងៀមអត់ធ្វើអីណាគេនៅធម្មតាគេយល់ពីតម្លៃគេច្បាស់គេយល់ពីសមត្ថភាពគេច្បាស់គេប្រើអារម្មណ៍បែបស្រូបទាញលុយបងប្អូនត្រូវចាំហ្វេនត្រូវចាំកូនត្រូវចាំថារឹតតែចង់បានរឹតតែស្រេកឃ្លាននៅពេលដែលយើងស្រេកឃ្លានលុយយើងទម្លាក់តម្លៃខ្លួនយើងស្មើ0យើងប្រឹងរត់ចាប់ដេញលុយនោះកាន់តែរត់ចំណាំមើលនៅពេលដែលយើងមានអារម្មណ៍ថាខ្ញុំស្រេកឃ្លានលុយខ្លាំងណាស់ខ្ញុំចង់បានខ្លាំងណាស់ព្រោះខ្ញុំប្រាថ្នាជីវិតដែលល្អខ្ញុំប្រាថ្នាជួយម្ដាយជួយឪពុកសងគុណឲ្យកូនរស់សុខសប្បាយអូយសັບគ្រប់អមិនវិញពេលហ្នឹងម៉ែលុយចូលមកសឹងតែដល់ដៃមិនទាន់រត់កាត់ដៃមិនទាន់បានប៉ះដៃស្រួលបួលផងហោះវីវទៅវិញបាត់ឈឹងទៅវិញបាត់ឈឹងទៅអត់លុយកាត់ដៃអត់ទាន់មកដល់ម៉ែចំណាយចាំទៅដោះកូនអើយថ្លៃទឹកថ្លៃភ្លើងថ្លៃផ្ទះបងមលុះឡានថ្លៃបងធនាគារលេខកើតអូហូមរោចពុកស្ទើរតែរកលុយមកឲ្យតែគ្រប់ចំណាយហ្នឹងគុណបុណ្យលុយមកឲ្យតែគ្រប់ចំណាយហ្នឹងគុណហើយនឹងបុណ្យចាគុណហើយនឹងបុណ្យតែបងប្អូនទៅក្រឡេកមើលអ្នកដែលគាត់ចុះយើងអាចបើប៉ុន្តែយើងអាចគិតថាអូគេមានលុយហើយគេមិនសូវចង់បានបងប្អូនអ្នកមានលុយខ្លះធ្វើខ្លួនដូចអត់លុយមិនធ្វើខ្លួនអត់លុយណាអារម្មណ៍ខ្វះខាតដូចអត់មានលុយចឹងក៏មានដែរខ្ញុំធ្លាប់មានកូនសិស្សម្នាក់គាត់ថាគាត់មានទ្រព្យមកកណ្ដោហើយគាត់មានលុយទេគាត់តែងតែដេកតែភ័យថាខ្លាចតែលុយចូលមិនទាន់ខ្លាចតែអស់លុយចាស់ហ្នឹងមែនណាស្រូបទាញអាចំណាយចាយវានឹងមកប្រផាត់ពេលខ្លះជាពាក់គេតិចតួចសោះហ្នឹងចង់សម្លាប់ខ្លួនក៏មានដែរចាចង់សម្លាប់ខ្លួនក៏មានដែរអញ្ចឹងបន្ទាប់ពីខ្ញុំឆ្លងជីវិតជាច្រើនដែលពាក់ព័ន្ធនឹងលុយនៅពេលដែលយើងអារម្មណ៍ស្ដុកស្ដំអារម្មណ៍ថាខ្លួនយើងជាមេដែលឆក់ខ្លួនយើងមានធម៌ពលដែលអាចស្មាតទៅក៏បិទភ្នែកទៅឃើញលុយវាត្រង់ចូលមកអូខេទទួលស្គាល់ថាពេលហ្នឹងភ្លាមយើងមិនទាន់បានលុយមកទេតែនៅពេលដែលយើងស្រាវខ្លួនបែបហ្នឹងលុយវាទៅរៀបជួគ្នាចាំយើងមែនមកសន្ទុះការងាររបស់យើងវានឹងចាប់ផ្ដើមរលូនមកសន្ទុះរឿងរ៉ាវល្អវានឹងចាប់ផ្ដើមពីនេះពីនោះចូលមកអញ្ចឹងមិនថាចំណាំមើលអ្នកដែលតាហេបតាហប់រោគលុយបងនេះបងនោះមិនទាន់ហ្នឹងគឺកុហលកាហាយស្រេកឃ្លានចាកុហលកាហាយស្រេកឃ្លានដេកតែភ័យទេ100ស៊ីមរៀលទេដេកតែភ័យទេថាលុយនឹងមកទាន់ពេលអត់មានលុយបងផ្ទះមានលុយបងនេះបងនោះអត់អញ្ចឹងគ្រប់គ្នាសូម្បីអ្នកខ្លះរៀងមានធនធានរៀងមានទ្រព្យក៏អញ្ចឹងព្រោះខ្ញុំក៏ធ្លាប់ឆ្លង level ហ្នឹងមកដែរទ្រព្យមានមាសពេជ្រមានមកសំលមុំនឹងយើងមិនដែលពិបាកថាត្រូវតែរត់ដើរចងការអ្នកណាតែនៅពេលខ្លះដែលអារម្មណ៍ខ្វះខាតវាមកដល់លុយមិនទាន់អស់ពីកង់តែភ័យខ្លាចចំណាយមកទៀតអត់មានលុយចំណាយពេលហ្នឹងឯងគឺជាពេលដែលរកលុយតានតឹងបំផុតតែពេលខ្លះលុយមិនសូវជាមានក្នុងខ្លួនទេធ្វើដាក់ទុនលេខកើតនេះនោះអស់តែតែមានអារម្មណ៍ថាយើងមានគុណតម្លៃយើងជាមេដែលឆក់ស្រូបទាញលុយយើងស្ដុកស្ដំចក្រវាលចាត់រៀងគ្រប់បែបយ៉ាងមកងាយសบายអាណែលុយមកពីនេះវាមកពីនោះវាមកពីនេះវាមកពីនោះវាចូលពីនេះវាចូលពីនោះវាមកតាន់ពេលតាន់វេលាធូរស្រាលលុយជុំដឹងខ្លួនធូរស្រាលងាយសบายជីវិតឡាមានពិតមែនមិនចាំបាច់លុយហោហៀងថាអូមានលុយដេកកង់3លានហ្នឹងជីវិតនេះឡាគ្មានទេមនុស្សលុយចេះគ្រប់ទេហើយចំណាយបើសិនជាហ៊ានតាមានអារម្មណ៍បែបអារម្មណ៍ខ្វះខាតលុយប្រហែលក៏ត្រូវស្រូបយកទៅប្រើការអស់ហើយវាចូលបែបតឹងអញ្ចឹងគេថាលុយកាលណាយើងកាន់តែរោមកតឹងចាយលឿនអារម្មណ៍កាន់តែតានតឹងរោលុយមកតឹងតែពេលចាយលឿនខ្លាំងដូចផ្ទះដូចខ្ញុំនិយាយអញ្ចឹងពេលខ្លះលុយសឹងតែមិនបានអូសកាត់ដៃតន់ក៏អស់លិចគេបញ្ញាប់ទៅអស់មកពួកយើងគេហៅថាយើងក្តៅគេនៅអត់បានយើងអត់មានជាកន្លែងត្រជាក់បងប្អូនដែលឮថាទឹកត្រជាក់ត្រីគុំចិត្តត្រជាក់លុយគុំដូចគ្នាយល់ពីតម្លៃខ្លួនឯងលុយមកដូចគ្នាកុំតម្លាក់ខ្លួនឯងតែនិយាយថាធ្វើខ្លួនឲ្យស្មើលុយឬលើលុយបើអ្នកឯងនៅបាតនេះលុយនៅនេះអូហូគេខ្មើតណាគេមកទេចិត្តអ្នកឯងមិនត្រជាក់រឿងលុយមួយនេះអត់បានទេតែហ៊ានក្តៅខ្ចាក់ខ្ចាយរត់សាហាវជាងឧបមាយើងដែរឮថាបុគ្គលិកថាបើសិនជាម្ចាស់ក្រុមហ៊ុនឬតកែត្រជាក់ទឹកត្រជាក់ត្រីគុំលុយនេះគុំសាហាវជាងតកែទៀតបើចិត្តយើងត្រជាក់រឿងលុយនេះត្រជាក់តែរឿងលុយមិនត្រជាក់រឿងរកស៊ីណាលុយគុំហ្មងហើយទៅមកអត់ចង់ទៅទេទៅរំតែគេចេញម្ដងគេដើរយឺតម៉ែដល់ពេលមានក្តៅកាហាយរឿងលុយវាថាអូយអានេះគុំនោះអូទៅ
អានោះចូលមកប៉ុយអត់ចង់ចិត្តយើងមកហើយដល់ពេលអាត្រីគុំអាទឹកវាតិចអាចិត្តយើងតិចរឿងលុយហ្នឹងលុយវាមិនសូវចង់ចាញ់ទៅទេត្រង់តែវារករឿងចាញ់ទៅបានមួយវាដូចជាវាពិបាកចាញ់វាមានតែឃើញតែចូលខ្លាំងជាងចាញ់ចាមែនអត់វាមានតែចូលខ្លាំងជាងចាញ់មិនសូវឃើញចាញ់ចូលខ្លាំងជាងដែលយក moment ហ្នឹងឯងយើងប្រឡែងបានយើងតិចបានយើងដឹងសមត្ថភាពយើងថាយើងរកលុយបានលុយដឹងមកមានអារម្មណ៍នេះខ្ញុំពិតជាមិនមានចង់បានលុយមកមើលថែគ្រួសារអូស្ដាប់មើលរបៀបល្អអញ្ចឹងយើងតែងតែនិយាយថាចេះហេតុអីទេវតាជួយមនុស្សល្អខ្ញុំមកចង់មានលុយគឺចង់ឲ្យគ្រួសារសុខសប្បាយចង់ឲ្យពុកម្ដាយខ្ញុំរស់ស្រួលឪពុកខ្ញុំម្ដាយខ្ញុំឈឺនោះគ្មានលុយនឹងមើលផងកូននេះរកតែលុយទិញកាបូបទិញកតាបឲ្យទៅរៀនអត់បានផងខ្ញុំមិនមែនចង់បានលុយមកដើម្បីជីវិតខ្លួនឯងសុខសប្បាយមានផ្ទះមានវិឡាទេខ្ញុំចង់បានមកដើម្បីជួយគ្រួសារដើម្បីឲ្យមានជីវិតដែលល្អប្រសើរលុយអត់ដែរយល់អារម្មណ៍ហ្នឹងខ្ញុំមិនយល់អ្នកចង់ធ្វើអំពើល្អអ្នកចង់ខ្លាចជាកូនកតញ្ញូដល់អ្នកធ្វើអារម្មណ៍សាកសមអ្នកធ្វើអារម្មណ៍ស្តុកដំបាទខ្ញុំរត់រោអ្នកឯងតែអ្វីដែលយើងមិនអាចបកកាយបានមួយហ្នឹងគឺភាពកតញ្ញូរបស់មនុស្សអត់ដែលធ្វើឲ្យមនុស្សលិចលង់អានេះរឿងពិតកតញ្ញូមើលពុកម្ដាយម៉ែឪបងប្អូនជាពិសេសពុកម្ដាយយើងហ្នឹងគឺតែងតែជាកវ៉ាល់ទេវតាបើកផ្លូវចាតែគាត់ថាបើកយឺតបើកលឿនវាចាំពេលវេលាចឹងនេះសូមពន្យល់រឿងថាដឹងគុណមួយតែអំឡុងពេលភ្លាមហ្នឹងយើងដូចស្មាតោដូចមនុស្សឈួតចឹងលេងគិតពីខ្លួនឯងហ្នឹងគិតតែពីអ្នកជុំវិញខ្លួនឯងពេលហ្នឹងឯងនៅពេលដែលយើងតម្លាក់តម្លៃខ្លួនឯងខ្លាំងបំផុតអញ្ចឹងបានគេថាពេលខ្លះគេឲ្យយើងនៅពេលដែលយើងរកលុយបានឬក៏នៅពេលដែលយើងសម្រេចគោលដៅអីមួយគេតែងឲ្យយើងឲ្យកាដូខ្លួនឯងខ្លះមិនមែនឲ្យកាដូរហូតទេសាក់ថ្មជីវិតរហូតឲ្យកាដូរហូតទេណាចាតែវាត្រូវមានពេលខ្លះដើម្បីឲ្យយើងមានតម្លៃឃើញពីតម្លៃខ្លួនឯងឃើញពីសមត្ថភាពខ្លួនឯងឲ្យកម្រៃជីវិតខ្លួនឯងខ្លះអ្នកខ្លះប្រឹងដើម្បីអ្នកដទៃគ្រប់យ៉ាងដោយភ្លេចខ្លួនឯងឈឹងដោយមិនខ្វល់ទេថាខ្លួនឯងនឹងទៅជាយ៉ាងណាអានឹងក៏អត់បានដែរនៅពេលដែលយើងបែបហ្នឹងគឺធម៌ពលក្នុងជីវិតយើងគឺបាត់នៅពេលដែលយើងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃលុយនឹងរំកិលមករកយើងអញ្ចឹងគេឲ្យយើង affirmation ឬ self talk នៅមុខកញ្ចក់ថាឬមិនបាច់មុខកញ្ចក់ក៏បានដែរខ្ញុំមានតម្លៃហើយស័ក្តិសមនឹងលុយជាច្រើនកូនជឿម៉ែការកាត់យុនឹងគុណមានពលឺខ្ញុំទទួលស្គាល់ខ្ញុំក៏ធ្លាប់បែបហ្នឹងដែរខ្ញុំចង់ឲ្យតែគ្រួសារសុខសប្បាយអីតែនៅពេលដែលយើងកាត់យុនឹងគុណយើងកុំប្រើអារម្មណ៍បែបខ្វះខាតដល់ថ្នាក់ហ្នឹងទៅយើងប្រើអារម្មណ៍បែបសប្បាយតែយើងដើម្បីជួយគ្រួសារដើម្បីជួយឲ្យកូនសុខសប្បាយដូចគ្នាតែយើងកុំប្រើអារម្មណ៍បែបយើងវា down ខ្លាំងពេកយើងវាចូលអាលក្ខណៈថាវេទនាខ្លាំងពេកកុំអារបៀបក្តុកក្តួលបែបមិនក្តុកក្តួលបែបនេះណាក្តុកក្តួលបែបគឺយើងពិបាកហ្មងលុយនេះវានៅសែនឆ្ងាយដូចយើងគេហៅថាយើងទុនសាយប៉ងប្រច័ណ្ឌណាកុំអញ្ចឹងយើងអារម្មណ៍បែបស្រូបលុយមករកលុយមកដើម្បីអីជីវភាពគ្រួសារអូខេតែយើងអារម្មណ៍បែបយើងគឺជា hero យើងជាអ្នកស្រូបលុយមកដើម្បីគ្រួសារតើនេះលុយនឹងហូរចូលយើងđểឃើញតម្លៃយើងដើម្បីជួយគ្រួសារដើម្បីដឹងគុណតែមិនមែនបែបផ្កាយលើមេឃណាយល់អារម្មណ៍ផ្កាយលើមេឃទេដែលយើងមិនអាចឈោងដល់ដែលយើងមានអារម្មណ៍ថាយើងវាតូចទាបខ្លាំងដូចមនុស្សវណ្ណៈខុសគ្នាបែបមួយវណ្ណៈដូចបើនៅទន្សាយឆ្ងាយចាន់ដូចមានថានៅប្រទេសឥណ្ឌាណាវណ្ណៈក្រីក្រហើយនឹងគេវណ្ណៈអភិជនណាអូមកទៅស្រឡាញ់គ្នាអញក្រីក្រយ៉ាងដាច់ខ្យល់គេវណ្ណៈអភិជនគេមកយកយើងអត់ណែឧទាហរណ៍ចឹងទៀតចាដល់ពេលយើង information ខ្ញុំមានតម្លៃហើយស័ក្តិសមនឹងលុយជាច្រើនខ្ញុំមានតម្លៃស័ក្តិសមនឹងលុយជាច្រើនខ្ញុំមានតម្លៃស័ក្តិសមនឹងលុយគ្រប់អីគេគ្រប់ប្រទេសឬក៏អីចឹងទៅអញ្ចឹងស្រាប់យើងឯងអញ្ចឹងឲ្យយើងត្រឡប់ឲ្យតម្លៃខ្លួនឯងផងត្រឡប់មកឲ្យធម៌ពលឲ្យតម្លៃឆ្លងលើឲ្យអារម្មណ៍សុខស្ដំមកមុនឥឡូវបាក់ខ្លួនឲ្យមានលុយដេកកងទៀតវ៉ាវអបអរកូនពូចាអញ្ចឹងមិនថាឃើញអត់ហើយដល់ទៅពេលយកអារម្មណ៍សុខស្ដំស្អីក៏គេមក support យើងដែរចក្រវាលចាត់រៀងឲ្យ A B C D E C S A C S A B C D ដល់សិតតែយើងមិនមែនសួរថាដូចអភួងអញ្ចឹងមិនមែនថាអូស្ដុកស្ដំហ្នឹងអង្គុយនៅស្ងៀមណាមនុស្សគេអរវ៉ាញ់លក់ដុំផងលក់រីផងធ្វើការមានឈប់ហ្នឹងវាអញ្ចឹងណាអញ្ចឹងបានថាប៉ាច្បាប់ស្រុកទាញមែនតែមិនឲ្យដេកតែមโนអត់ធ្វើអីអត់មានកំណត់ឆ្នៃប្រឌិតអត់ត្រិះរិះអភិវឌ្ឍខ្លួនឯងអាប់ដេតខ្លួនឯងឲ្យយើងវាមានតម្លៃឲ្យសមលុយអូអញដេកមโนដេកបើភ្នែកមកដេកមកធ្វើអីទេខ្ញុំស័ក្តិសមនឹងលុយជាច្រើនលុយនឹងរត់មករកខ្ញុំមីនេះដេកងើបអត់ធ្វើអីបងប្អូនរាល់ថ្ងៃនេះចំណាយជុំទឹះតែម្នាក់នេះអំឡុងពេលនេះអត់ដែលខ្វល់ចំណាយចុះខ្ញុំដឹងតែមានលុយចំណាយងាយសប្បាយចក្រវាលចាត់ចែងចឹងជួបគ្នាខុសយក9ហ្នឹងអែមជួយទាំងធម៌ពលក្រៅជួយទាំងធម៌ពលក្នុងឲ្យយើងដឹងខទី2អារម្មណ៍ស័ក្តិសមគឺជាមេដែលឆក់ដល់ពិតប្រាកដអ្នកដែលអាចស្រូបទាញបានងាយតែតែមានអារម្មណ៍ស័ក្តិសមគូគប់ស្មើតសងឥឡូវអត់មានអារម្មណ៍រំភើបមានន័យមិនទៅម៉ែសំបីតែការលក់ដាច់ងាយអត់ហត់ទេម៉ែអត់មានអារម្មណ៍រំភើបអត់បញ្ហាសំខាន់ស្រាខ្លួនដូចសម្លៃធ្វើការដោយអត់ហត់មិនបាច់រំភើបក៏បានដែរតែគាត់ថាឲ្យយើងមានអារម្មណ៍ថាសប្បាយចិត្តនៃការធ្វើមានអារម្មណ៍ថាស្អីក៏រលូន
អានឹងនៅក្នុង flow ឯកូនព្រោះអីច្បាប់ស្រូបទាញយក8ផ្សេងយក9ផ្លាស់ប្ដូរហើយអញ្ចឹងបានកូនម្នាក់បដូរអញ្ចឹងបានថាខុសយក9ហ្នឹងគឺនឹងឲ្យអ្វីដែលជា idea ឲ្យយើងច្រើនហើយអ្នកដែលមានអារម្មណ៍ថាអេយក9ខ្ញុំនឹងឡើងអត់តែខ្ញុំអត់ឡើងអញ្ចឹង no អ្នកនឹងមានអារម្មណ៍បែបថ្មីខុសពីមុនហើយចំពោះ wallpaper មួយខ្ញុំធ្វើសម្រាប់តែអ្នកហើយអ្នកដែលអាចបានផលបំផុតគឺអ្នកដែលដឹងថ្ងៃខែឆ្នាំម៉ោងកើតទើបដឹងផលខ្លាំងទើបទទួលផលខ្លាំងពី wallpaper ហ្នឹងចាកុំអាកូនតាមលេខរៀងលេខរៀងអ្នកណាលេខ1លេខ2ដល់លេខ50គេបានអស់ហើយចាអញ្ចឹងយើងបើសិនជាដូចខ្ញុំនិយាយអញ្ចឹងយក9នេះបើសិនជាយើងដើរទៅសងនឹងយក9ហើយយើងប្រើច្បាប់ស្រូបទាញចាំអារម្មណ៍សុបាយមកងាយៗໄວដាក់មកម្ដងដោយក្តីស្រឡាញ់អត់អីកូនអត់ពាក់ព័ន្ធនឹងរឿងរំភើបអីហ្នឹងមិនភីកអីហ្នឹងវាហួសហើយវាមិនមែនជាគេហៅថាជា snow ពេលនេះទេវាមិនមែនជាប្រធានបទនៅពេលនេះនៅយក9នេះ keyword ដ៏សំខាន់ស្រាលស្រួលខ្លួនមានសង្ឃឹមមានកម្លាំងទៅធ្វើការអត់ហត់អត់មានអារម្មណ៍ថាអូយខ្ជិលអូយធុញអូយហត់ទៅមុខកុំឲ្យមានអារម្មណ៍ថាអូយធុញហត់ stress សុញកុំឲ្យតែមានហ្នឹងក៏បានចាអញ្ចឹងអារម្មណ៍ដែលស័ក្តិសមគឺជាមេដែលឆក់ដែលស្រូបទាញបានងាយអ្នកដែលស្រូបទាញមកងាយតែតែមានអារម្មណ៍ថាស័ក្តិសមបើនៅក្នុងចិត្តនៅគិតថាខ្ញុំមិនទាន់ទទួលបានឬខ្ញុំមិនទាន់ស័ក្តិសមឬខ្ញុំមិនទាន់ទទួលទៅទៀតទៅស្មើនឹងថាមពលនឹងបញ្ជាលុយចេញទៅអញ្ចឹងនៅពេលដែលយើងមានអារម្មណ៍ថាអូយើងអត់ស័ក្តិសមយើងមិនគូគាត់លុយឬក៏យើងមានអារម្មណ៍ថាលុយវាពិបាករកខ្លាំងមានអារម្មណ៍ថាតានតឹងមានអារម្មណ៍ថាយើងមិនហ៊ានទេសម័យលុយបែបមកស្រួលមុខរបរត្រូវរលូនមិនហ៊ានគិតទេអានឹងយើងបញ្ជាលុយចេញពីជីវិតយើងអានឹងស្មើនឹងយើងប្រើគេថាបញ្ជាលុយហ្នឹងបើកចិត្តចោលទៅតែពាក្យហ្នឹងវាងាយនិយាយតែបាក់ធ្វើបងប្អូនណាអត់អាចងាយធ្វើស្រួលធ្វើបានទេបើមិនជាងាយស្រួលធ្វើគឺម្នាក់អញ្ចឹងគេឲ្យយើង program ឬ affirmation ថាខ្ញុំគូគាត់នឹងភាពស្ដុកស្ដំនៅក្នុងគ្រប់លំដាប់ខ្ញុំគូគាត់នឹងភាពស្ដុកស្ដំគ្រប់លំដាប់ជាន់ថ្នាក់អារម្មណ៍នេះសំខាន់រឿងលុយមួយនេះគឺសំខាន់លុយមិនមែនសំខាន់ថាយើងដាក់គោលដៅប្រហែលទេចាអ្វីក៏ដោយកុំត្រេកត្រអាលមុនកុំសบายចិត្តទុកមុនខ្លាំងអត់បានទេស្មើនឹងយើងអីលោភអញ្ចឹងបាត់លៀបមកអញ្ចឹងទៅឲ្យតែស្មើអារម្មណ៍សบายចិត្តទៅឲ្យតែ flow អារម្មណ៍សบายចិត្តអត់មានភាពតានតឹងនៅក្នុងខ្លួនដឹងតែជោគជ័យในជីវិតហើយដូចម៉ែនិយាយចឹងលុយមិនសំខាន់ថាអ្នកដាក់គោលដៅប៉ុន្មានទេសំខាន់នឹងអីអារម្មណ៍យើងថាស័ក្តិសមនឹងប៉ុន្មានព្រោះចក្រវាលអត់ដែរមកទទួលដឹងថាអ្នកឯងប្រាថ្នាចង់បានអីទេត្រូវអត់ចក្រវាលតែងតែទទួលដឹងនៅអារម្មណ៍ពិតរបស់យើងដែលយើងគូគាត់នឹងស័ក្តិសមជីវភាពបែបណាដែលវាស័ក្តិសមយើងជីវភាពបែបណាដែលវាគូគាត់យើងហើយយើងទទួលដឹងថាយើងស័ក្តិសមអានឹងគេឲ្យមកបែបហ្នឹងអញ្ចឹងអ្នកដាក់គោលដៅ100លាន10លានបានអស់ហើយតែខ្ញុំដាក់100លានអត់បានដល់ហ្នឹងវាមានអារម្មណ៍ថាដូចឆ្ងាយយ៉ាងម៉េចទេវ៉ៃចាឥឡូវនេះចាប់ផ្ដើមមកដាក់គោលដៅថ្មីបដិញតកតុយថ្មីទៅវិញហើយក៏មិនផ្ដោតលើគោលដៅប៉ុន្មានដែរផ្ដោតលើបច្ចុប្បន្នខ្លាំងជាងអត់សូវគួយមโนទេអត់ដូចយក8ទេខុសគ្នាអត់សូវគួយមโนអីឆ្ងាយទេយូរម្ដងយ៉ងមកឌូទេជីវិតប្រចាំថ្ងៃគឺសំខាន់អញ្ចឹងមិនថាអ្នកមានគោលដៅចាអ្នកមានគោលដៅច្បាស់លាស់តែបើអ្នកនៅតែញ៉ាំនឹងគោលដៅហ្នឹងអត់មកចាប់អារម្មណ៍នៅបច្ចុប្បន្នភាគច្រើនមនុស្សតែបើមិនគិតពីអនាគតទេក៏គិតពីអតីតកាលដែរអានេះគឺជាគេហៅថាចរិតរបស់មនុស្សជាច្រើនដូចគ្នាគោលដៅមានបានតែអ្វីដែលអ្នកទៅចាប់អារម្មណ៍បំផុតគឺណបច្ចុប្បន្នអានឹងសំខាន់ចាប់អារម្មណ៍ពីបច្ចុប្បន្នឲ្យខ្លាំងតែបច្ចុប្បន្នអូខេគោលដៅ1លាន2លាន50ម៉ឺន20ម៉ឺន10ម៉ឺនតែបច្ចុប្បន្នហ្នឹងវាមិនបច្ចុប្បន្នហ្នឹងធ្វើអស់លទ្ធភាពនៅមានអារម្មណ៍បែបម៉េចចំពោះគោលដៅហ្នឹងតែកុំសូវទៅអោបពេកឲ្យមកក្នុងបច្ចុប្បន្នឲ្យតែជីវិតបច្ចុប្បន្នហ្នឹងធ្វើឲ្យកុំគិតថាអូនកាលបានអីហ្នឹងវាគង់មកដល់ថ្ងៃហ្នឹងទេពេលវេលាដែលស័ក្តិសមចក្រវាលគេចេះចាត់ចែងយើងមិនបាច់ស្អើទេចានិយាយនឹងគិតដោយធម្មពលមានស្រាប់ហើយហាមនិយាយពាក្យដែលខ្វះធម្មពលដូចជាពាក្យថាមិនមានមិនគ្រប់គ្រាន់ឃើញអត់អ្នកដែលជំនាន់មុនយើងតឹងរឹងណាចំពោះខ្លួនឯងពាក្យថាអត់មានអត់ងាយនិយាយណាពាក្យថាអត់គ្រប់តែឥឡូវនេះហ៎និយាយទៅពីតាំងគេទៅខ្ញុំតែខ្ញុំសូវនិយាយខ្ញុំហ៊ានតាមខ្លួនឯងតន់ដែរមកខ្ញុំក្រោយខ្លាំងនេះគឺតាមខ្លួនឯងតន់ខ្លាំងខ្ញុំអត់និយាយដឹងអូខាំអត់ទេអានឹងមានន័យថាម៉េចមានន័យថាយើងមានសមាធិគ្រប់គ្រាន់នៃការគ្រប់គ្រងយើងហ៊ានបដិសេធនៅធម៌ពលអវិជ្ជមាននិងធម៌ពលដែលអត់អាចទៅរួចអញ្ចឹងមកឆ្ងល់ខ្លួនឯងហេតុអីខ្ញុំស្រូបទាញបានដូចមុនខ្ញុំដាក់កោដាំស្រូបបានដូចមុនខ្ញុំប្រើច្បាប់ស្រូបទាញស្អីជោគជ័យពីអីក៏ចេញមកអស់ពីមាត់យើងកុំបន្ទោសច្បាប់ស្រូបទាញបន្ទោសខ្លួនយើងថាយើងធ្វើវាមិនទាន់បានកុំថាអូច្បាប់ស្រូបទាញឥឡូវធ្វើមិនសូវបានផលសិននេះប្រើមិនសូវបានផលដូចមុនពីមុនដាក់វឹបពីមុនតឹងរឹងខ្លួនឯងចង់ងាប់គ្រាន់តែនិយាយផ្ទះមើលខ្លួនឯងផាត់បិទទៅវិញបិទមាត់ទៅវិញដល់ពេលឥឡូវណោះបែកអូហូស្ទឹងណោះដល់គាត់ទៅសតដល់យកអត់បើស្រុកខ្ញុំដល់យកអត់ឡើងយកអត់តែចំនួនមុននេះគាត់ហាមកមិនទាន់ដល់វត្តហងបិទវិញបាត់ហើយ
វាខុសគ្នាអញ្ចឹងកុំបន្ទោសច្បាប់ស្រូបទាញរៀនអនុវត្តទៅបានផលខានរៀនខានអនុវត្ត0ទាំងអស់អញ្ចឹងបើមនុស្សច្បាប់ស្រូបទាញធ្លាក់ចុះលឿនខ្លាំងអត់ដូចអីផ្សេងទេហ៊ានតែស្រាអនុវត្តតែមិនយូរប៉ុន្មានឃើញលទ្ធផលតែសួរថាទៅរោអីដែលវាផ្លូវកាត់ជាងច្បាប់ស្រូបទាញអត់មានទេហើយសំខាន់វាអត់ប្រើដើមទុនចាវាអត់ប្រើដើមទុននៃការទៅទិញអីមករៀនតែ free នេះក៏បានដែរធ្វើឲ្យតែបានតែបាច់ចូលខុសក៏បានដែរមួយឆ្នាំខ្ញុំបាត់ពីខុសហ្នឹងចាខ្ញុំខទីអូខេខ្ញុំមិនគ្រប់គ្រាន់លុយចូលមកយ៉ាងងាយរាល់ថ្ងៃរាល់ពេលដែលខ្ញុំឲ្យទៅខ្ញុំនឹងទទួលបានមកវិញបែបទ្វេគុណអញ្ចឹងដដែលរឿងលុយចាយចេញទៅត្រូវតែទទួលដឹងថាចេញទៅដោយសុបាយចិត្តហើយវានឹងហូរចូលវិញបែបទ្វេគុណឲ្យយើងទទួលដឹងមានន័យថាម៉េចអារម្មណ៍របស់យើងវាអញ្ចឹងអូម៉ាថាចេះពេលយើងចាយលុយទៅ$100យើងចាយធម្មតាឬយើងចាយបែបម៉េចអូចាយទៅអត់ខ្វល់អានេះសម្រាប់អ្នកគេមានលុយបែបវាស្មាតទោសអ្នកគេមានលុយខ្លាំងវាថាលុយ$100ស្មើនឹងលុយ100ខ្មែរណាអានេះគឺចាយបែបខ្វល់អីទាំងអស់គេអារម្មណ៍ស្តុកស្ដំដល់ពេលមានមួយប្រភេទទៀតគឺចាយទៅបែបអូច្រើនណាស់យើងធ្វើការបានលុយតិចប្រាក់ខែទៅ300 400អូច្រើនណាស់អត់ចង់ឲ្យចេញសោះអានេះអារម្មណ៍ខ្វះខាតលុយនឹងចេញលឿនអ្នកចាយមួយប្រភេទទៀតប្រាក់ខែមិនជាច្រើនដូចគ្នាប្រាក់ខែទៅ300 500ឬ1000អីចឹងទៅឬរកបានមកតែតក់ចាយទៅទទួលដឹងថាអូខ្ញុំពេញចិត្តចាយព្រោះលុយជាចរន្តទៅវិលតែលុយនឹងត្រឡប់ចូលមកវិញទ្វេគុណហើយមានអារម្មណ៍សុបាយចិត្តចាយសុបាយចិត្តព្រោះមានអារម្មណ៍ថាលុយនឹងវានឹងដុសកូនត្រឡប់មកវិញរកយើងម្នាក់ហ្នឹងការចាយមួយហ្នឹងនឹងមានអីទៅចូលមកច្រើនជាងហ្នឹងតែអ្នកដែលគាត់ប្រាក់ខែ300 500 600ដូចគ្នាឬប្រហាក់ប្រហែលគ្នាហ្នឹងមានអារម្មណ៍ថាចង់ឲ្យលុយចេញមានអារម្មណ៍ខ្វះខាតចង់ទុកលុយហ្នឹងចង់ក្តាប់លុយកាន់តែចេញអត់មានលុយសល់អញ្ចឹងបងប្អូនអាចយកទៅប្រើប្រាស់នៅក្នុងជីវិតបានយើងនឹងឃើញលទ្ធផលពិតៗថាលុយវាមានចំណូលជាពិសេសអ្នករកស៊ីសូម្បីអ្នកធ្វើការសួរថាធ្វើបានអត់ធ្វើបានមុនក្រោយយើងគង់តែមានផ្លូវអីដែលធ្វើឲ្យលុយដុសលិចដុសដាល់ចក្រវាលនឹងបើកផ្លូវឲ្យយើងមានការងារប្រចាំហើយនឹងការងារ part time ដែលត្រូវមានប្រាក់ចំណូលចូលមកដោយយើងអត់ដឹងថាវាជាអ្វីដល់ពេលងាកទៅងាកមកផ្លេតមានប្រាក់ចំណូលមួយនឹងចូលមកតោះណាអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាទៅថាយើងចង់ឲ្យរាល់ការចាយរបស់យើងមានតម្លៃនឹងវាត្រឡប់មកវិញឬយើងចាយបែបខ្វះខាតឬយើងចាយបែបអត់ខ្វល់ខ្ញុំស្ដុកស្ដំហើយអូខេអ្នកស្ដុកស្ដំហើយចាយចុះមានលុយរាប់លានដុល្លារមានលុយរាប់សែនដុល្លារចាយ100 200អត់ខ្វល់ចាយភាពសប្បាយចិត្តខ្ញុំបែបឲ្យកដោខ្លួនឯងតែអ្នកដែលពិបាកបំផុតគឺអ្នកដែលចាយឲ្យតានតឹងយើងយកអ្នកប្រាក់ចំណូលប្រហែលគ្នាមកយើងកុំយកអ្នកស្ដុកស្ដំរាប់រយលានរាប់លានមកនិយាយរាប់សែនមកនិយាយយើងយកតែអ្នកដែលជីវភាពប្រហាក់ប្រហែលយើងយក2អ្នកមកដាក់ចាយឲ្យការគិតខុសគ្នាបងប្អូនជាមួយចរន្តលុយ2អ្នកខុសគ្នាយើងកុំទៅប្រៀបធៀបមួយគេដែលស្ដុកស្ដំលុយហើយដបូលចាក់ចុះតែយើងមើលដូចមកថាខ្ញុំចឹងអារម្មណ៍ពេលចាយខុសគ្នាអារម្មណ៍ពេលចេញលុយខុសគ្នាពីមុននៅពេលដែលយើងមានអារម្មណ៍ថាអត់សុបាយចិត្តតានតឹងហើយយើងមានអារម្មណ៍ថាវាធ្លាក់ផ្លូវម្ដងអូយបងខ្ញុំពេលខ្លះក៏ហ៊ានដាក់បងមកទេចេះដែរព្រោះមុខដែររីកមានអារម្មណ៍ថាមួមកឲ្យខឹងទាំងយើងដឹងថាលុយហ្នឹងមិនមែនយកទៅចាយចោលទេសិតតែលុយធ្វើការសិតតែលុយត្រូវចំណាយដែលយើងមិនអាចខានបានទាំងអស់ថ្លៃបុគ្គលិកថ្លៃប៊ូតពេកថ្លៃទឹកថ្លៃភ្លើងថ្លៃធ្វើទិញដៃលិចកើតតែចាយនឹកក្នុងចិត្តចាយតាំងពីទៀតហ្នឹងសិប្បកម្មយើងនឹងហុចផលឲ្យយើងវិញចាយទិញត្រីទិញពីងណា20000 30000 20000មកទឹក2 3ដងហើយណាផ្សេងថ្លៃដឹកអវ៉ាន់ថ្លៃនេះថ្លៃនោះថ្លៃកំងអវ៉ាន់លិចកើតម្នាក់នេះអត់អាចខ្វល់សោះឥឡូវហ្នឹងហើយបងប្អូនគេចេះមានលុយឲ្យយើងចូលមករហូតហើយតាំងតែអវ៉ាន់អត់សូវងាយមានចូលមកថ្មីសិតតែអវ៉ាន់ចាស់លក់ជួយបញ្ចេញតំណែងឲ្យស្តុកមានអីឥឡូវដៃមុនអីលក់អស់ហើយហ្នឹងកាហ្វេមានសុំពីមានសុំប្រមូលពីតំណែងមកលក់វិញមានតែអវ៉ាន់ថ្មីមានតែតាមថ្មីមកចឹងវាមិនមែនដូចមុនអវ៉ាន់20 30មុខចូលរហូតអវ៉ាន់50មុខចូលវិលជុំរហូតឥឡូវមួយខែយើងច្រើនចេញបាន2 ដង 3 ដងតែអារម្មណ៍បែបម៉េចធម្មតាតែលុយយកមកធម្មតាចូលមកយើងមានចំណាយទៅបីវាមិនសល់ហូរហៀហែតែយើងអត់មានត្រូវ stress ហងដោយសារផ្លូវចិត្តយើងល្អអាពេលខ្លះនឹងលុយចូលមកក្រឹកឯនៅ stress នៅមានអារម្មណ៍ថាអារម្មណ៍ខ្វះខាតអីចឹងណាគិតច្រើនពេកងើយើងគិតច្រើនអត់កើតទេតែក៏គេមិនថាមិនឲ្យយើងមិនគិតដែរបើយើងមិនគិតសោះអានឹងមានមើលទេតែបើគិតអីខុសផ្លូវគិតអីអត់ត្រូវរឿងអានឹងកុំគិតខទី4ទទួលធម៌ពលពីចក្រវាលគឺឲ្យយើងអរគុណខ្លួនឯងដែលរើសនឹងបើកធម៌ពលមេដែលឆក់ស្រូបលុយយកដៃដាក់លើបេះដូងហើយនិយាយថាខ្ញុំជាមេដែលឆក់ស្រូបទីលុយហើយលុយស្រឡាញ់ខ្ញុំជានិច្ចគេឲ្យយើងស្ដាប់ភ្លេងប្រហែល MHz នោះ930 MHz ទេចាជាភ្លេងស្រូបលុយបងប្អូនស្ដាប់ភ្លេង741ក៏បានចា639ក៏បាន528ក៏បាន528បានចាចឹងរើស្ដាប់ភ្លេងអត់ទាំងហ្នឹងខ្ញុំឥឡូវនេះតនេមានភ្លេងស្ដាប់ទឹកធ្លាក់ឲ្យចិត្តជាស្ដាប់ភ្លេងអត់ទាំងហ្នឹងនៅពេលតនេសោកលុយ
ឲ្យថាមកពលលុយវាស្គាល់ឲ្យអនុសម្បញ្ញៈយើងទទួលដឹងឬមុនគេឬក៏ពេលណាយើងទៅនេឬពេលណាយើងអង្គុយស្ងប់ស្ងៀមអីចឹងទៅសិតតែមានន័យចាអញ្ចឹងរឿងរ៉ាវតិចតួចដែលយើងគិតថាវាគ្មានអតិពលតែវាមានអតិពលសម្រាប់ជីវិតយើងហើយធ្វើហើយគឺទទួលបានលទ្ធផលពិតស្អីក៏ដោយកុំប្រញាប់យក9នេះប្រញាប់អីអត់បានហ្នឹងឆុងឆាំងចាស់ចាក់ចោលទាំងអស់អ្វីដែលសំខាន់គឺចិត្តនឹងសមាធិគឺសំខាន់សមាធិគឺសំខាន់ចិត្តត្រជាក់គឺសំខាន់នៅក្នុងយុគ9នេះរស់ដោយមានសតិគឺសំខាន់កុំសូវមើលគេមើលឯងតាមគេពេកធ្វើតាមបេះដូងឲ្យច្រើនជាងអារម្មណ៍ចង់កុសគ្នាធ្វើតាមបេះដូងឲ្យច្រើនជាងអារម្មណ៍ចង់មួយឆាវអារម្មណ៍ឆេះឈួលបងប្អូនអារម្មណ៍នេះនាំយើងរហូតអាចិត្តយើងម្ដងឆ្វេងម្ដងស្ដាំម្ដងលិចម្ដងកើតហើយថ្ងៃនេះគិតប៉ុណ្ណឹងស្អែកឡើងគិតបែបផ្សេងទៀតថ្ងៃនេះចង់អានេះស្អែកឡើងចំណាំមើលអ្នកដែលធ្វើអីមិនបានសម្រេចភាគច្រើនគឺចង់បានតាមផ្លែនចង់បានមួយថ្ងៃពីរថ្ងៃធ្វើអីក៏ដោយបានតាមផ្លែនធ្វើហើយពីមួយថ្ងៃក្រោយមកអត់ទាន់ឃើញលទ្ធផលប្រឡែងចោលលេងធ្វើទៅចាប់ធ្វើអីផ្សេងខ្ញុំឃើញមនុស្សបែបហ្នឹងអត់មានអ្នកណាជោគជ័យជាពិសេសខ្ញុំអត់ដាច់មើលណាច្រើនទេខ្ញុំមើលតាតំណាងរបស់យើងអ្នកណាដែលបែប3ថ្ងៃទៅឃើញផុសទៅផឹងលក់ទៅ4ថ្ងៃក្រោយមកបាត់មុខចឹងពេលណាគេមានកម្លាំងបណ្ដាចិត្តមកផ្លេតចឹងគេងើបមកដូចស្មាតដូច7ថ្ងៃដូច7ថ្ងៃងើបមកបែបដឹងខ្លួនណាចា7ថ្ងៃរួចពី7ថ្ងៃទៅវិញ10ថ្ងៃ20ថ្ងៃ1ខែ2ខែ3ខែមកស្ទុះមក7ថ្ងៃទៀតតាមពិតអ្នកណាក៏មានអារម្មណ៍បែបហ្នឹងឯងតែគេធ្វើបានជាប់លាប់ដូចខ្ញុំចឹងការខ្ញុំទៅតៃវ៉ាន់មកវឹកមុននោះខ្ញុំមានអារម្មណ៍ថាខ្ញុំមើលរឿងខ្លាំងហ្មងខ្ញុំមើលរឿងចិនណាតនេគឺខ្ញុំត្រូវទៅបើរឿងចិនមើលវាវក់វាជក់មនុស្សយើងមើលរឿងចិនខ្ញុំមើលតែរឿងចិនទេបងប្អូនខ្ញុំមើលរឿងសៀមឯងមើលរឿងចិនបុរាណចិនសម័យអីហ្នឹងខ្ញុំចូលចិត្តណាចាស់ទៅចូលនិវត្តន៍កុំម្ដងប្រាថ្នាខ្ញុំគឺអង្គុយមានពេលវេលាមើលរឿងចិនឲ្យបានច្រើនខ្ញុំសប្បាយចិត្តចាខ្ញុំសប្បាយចិត្តនឹងមើលរឿងចិនខ្ញុំចូលចិត្តមើលរឿងចិនខ្ញុំរកអ្វីជាខ្លួនឯងឃើញហ្នឹងបងប្អូនចាស់ទៅចាចូលនិវត្តន៍មើលរឿងចិនខ្ញុំចូលចិត្តមើលរឿងចិនទាំងចិនកាប់ដាវទាំងចិនសម័យកំចិនបុរាណចិនអីហ្នឹងគឺឲ្យតែរឿងចិនខ្ញុំចូលចិត្តមើលរឿងកូរ៉េខ្ញុំក៏ចូលចិត្តមើលរឿងកូរ៉េបែបបុរាណខ្ញុំចូលចិត្តរឿងបុរាណជាងគេតែដល់ទៅពេលសាប់តែយើងជិះយន្តហោះជិះសាប់ដូច7ថ្ងៃបងប្អូនអូយអញការងារអត់សូវធ្វើតែបន្តិចទេឡែមើលរឿងចិនដើរមិនថាចង់ប៉ុណ្ណឹងបញ្ចេញអីដើរអត់ទាន់គេការងារសាច់ការអប់រំធ្វើអ្វីដែលគួរធ្វើខ្ញុំអត់ធ្វើស្រាប់នៅពេលហ្នឹងខ្ញុំមានការសម្រេចចិត្តភ្លាមនៅលើយន្តហោះហ្មងថាអញត្រឡប់ទៅវិញគឺឈប់មើលរឿងទៅធ្វើការត្រូវទៅធ្វើអីបងប្អូននឹងមិនអត់នៅពេលដែលថាមកពលនៃការសម្រេចចិត្តយើងអាហ្នឹងគេហៅថាអនុសម្បញ្ញៈរបស់យើងវាដាស់យើងជីនីរបស់យើងមកទឿនយើងញៀនទី6របស់យើងមកទឿនយើងមកដាស់ទឿនយើងថាអ្នកឯងលងលោចយូរពេកហើយតាមពិតអំឡុងពេលយើងមើលរឿងចិនអំឡុងពេលយើងធ្វើហ្នឹងមិនមែនយើងមិនដឹងថាខ្លួនយើងធ្វើអីទេយើងដឹងតែយើងមិនព្រមទទួលស្គាល់ការពិតហើយយើងឲ្យសម្លេងមួយហ្នឹងដែលវាផុសចេញមកហ្នឹងលឹកទៅវិញយើងរើសនឹងស្ដាប់សម្លេងខាងក្រៅយើងរើសនឹងប្រើអារម្មណ៍បែបសំណុកសុកស្រួលដឹកមុខទាំងយើងមិនបានយកហានិភ័យថ្ងៃក្រោយដែលវាបានបន្ទាប់ពីយើងយកភាពសំណុកសុកស្រួលពេលហ្នឹងស្រាប់តែថ្ងៃហ្នឹងដូច7ថ្ងៃយើងភ្ញាក់ខ្លួនអីហើយមិនបានយំយាយអីដឹងថាអញខុសបងប្អូនត្រឡប់ទៅមកពីតៃវ៉ាន់មកពីនេះវិញហ្នឹងម៉ាឡេតៃវ៉ាន់ហ្នឹងគឺខ្ញុំថាធ្វើខ្ញុំសឹងតែខ្ញុំមិនមួយថ្ងៃខ្លះខ្ញុំបានបើកមើលរឿងចិនសោះហ្មងតែពេលខ្លះមានតែលួចមើលពេលយប់អាចចិត្តមុតចូលដេកសមាធិហើយអីហើយអស់លួចមើលបន្តិចហ្នឹងភ្នែកដេកបាត់ថ្ងៃឡើងអត់មានអារម្មណ៍នឹងបើកមើលទេរហូតដល់រាល់ថ្ងៃនេះខ្ញុំមើលតែមួយផ្លេតពេលយប់ឡើងចិត្តដេកលក់ឯងដូចវាថាវិញ្ញាណដែរតែយើងដឹងថាយើងត្រូវធ្វើអីហើយទីយើងធ្លាប់យើងចង់យើងចូលចិត្តចាតែយើងមានកម្លាំងបណ្ដាចិត្តគ្រប់គ្រាន់ណាយើងអាចខាត់ខាំងខ្លួនឯងបានហើយដូចយើងមានអាចិតមួយដែលវាជាបង្គោលរឹងដែលអាចពុះពីអីទាំងអស់តែអ្នកខ្លះអត់ទេមានអានឹងមកពិតមែនតែមានតែមួយផ្លែតហើយវាអត់មានអីជាលំនឹងឲ្យទប់ឲ្យបានទៅពីការជាពាក្យថាមួយឆាទៅបានតែផ្លែតស្អីក៏អត់ជោគជ័យដែររ៉ូស៊ីធ្វើរបបអីបងប្អូនចំណាំមើលមិនជោគជ័យដាច់ខាតហើយតែរំពឹងឲ្យធ្វើអីឲ្យវាស្រួលនៅលើโลกនេះគ្មានអ្វីដែលស្រួលទេគ្មានអ្វីបានមកដូចបកជ័យទេហើយចិត្តយើងមួយនេះហើយគឺជាសត្រូវដ៏គួរឲ្យខ្លាចសម្រាប់យើងសត្រូវអ្នកណាមិនស្មើសត្រូវចិត្តដែលជាសត្រូវអីគេសត្រូវដែលធ្វើឲ្យយើងជោគជ័យក៏ជាចិត្តយើងសត្រូវដែលធ្វើឲ្យយើងបរាជ័យក៏ជាយើងសត្រូវដែលធ្វើឲ្យយើងខ្ជិលក៏ជាយើងចាចឹងមិនថាក្នុងខ្លួនមួយនេះអ្នកធ្វើឲ្យជោគជ័យក៏ជាយើងអ្នកធ្វើឲ្យយើងបរាជ័យក៏ជាយើងកុំថាអ្នកណាកុំបន្ទោសអ្នកណាជីវិតមិនជោគជ័យគឺយើងអ្នកដែលចាយលុយខ្ជិះខ្ជាយក៏ជាយើងអ្នកដែលប្រឹងត្បិតត្បៀតក៏ជាយើងអ្នកដែលធ្លាប់ដាស់តៀនខ្លួនឯងថាអេចាយល្មមក៏ជាយើងដែរតែអ្នកណាដែលមានសតិដែលរឹងមាំខ្លាំងជាងអ្នកនោះនឹងទទួលបានសម្លេងដែលល្អខាងវិជ្ជមាននាំមុខអញ្ចឹងគេថាឲ្យយើងសមាធិចាអញ្ចឹងឲ្យយើងសមាធិអ្វីដែលមិនមែនជាផ្លូវដែលដើរទៅនឹងព្យាយាមជៀសមនុស្សណាទៅល្អគ្រប់10ដែលមិនដើរខុសផ្លូវសោះមានទេដូចខ្ញុំអញ្ចឹងគ្រូច្បាប់ស្រុកទីនៅមានលួចមើលរឿងមើលអីខ្លះតែក៏វាគ្រាន់ជាងអូ Facebook មើលរឿងអត់ប្រយោជន៍ដែរតែក៏មិនឧបត្ថម្ភគ្រប់ត្រូលឲ្យអ្នកទៅអង្គុយមើលរឿងអី
ឡាច្រើនណាស់ព្រោះអីជីវិតវាអាចដល់ថ្នាក់ហ្នឹងវាមិនទាន់ដល់វេលាហ្នឹងអញ្ចឹងមិនថាទុកពេលវេលាឲ្យមើលរឿងឲ្យច្រើនហ្នឹងចាំពេលចាស់ទៅសុំចូលនិវត្តន៍មានពេលវេលាដាំបន្លែដាំអីចំឆ្កែចំឆ្មាហើយមើលរឿងចិនអញខ្ញុំរយតាចូលនិវត្តន៍ត្រូវធ្វើអីគេដឹងខ្លួនទេតាមានពេលមានអីហាត់ប្រាណណាកុំឲ្យខ្ជិលអញ្ចឹងទៅចាចូលនិវត្តន៍អាយុប៉ុន្មានចូលនិវត្តន៍អាយុឥឡូវនេះ70ធ្វើការតែ5 10ឆ្នាំទៀតទៅបានហើយ55ចូលនិវត្តន៍ទៅតែយើងត្រូវនៅស្អាតកលិបដែរយើងត្រូវតែស្អាតខ្ជូតធ្វើខ្លួនបិទម៉ាស់មើលរឿងអីចឹងទៅចាយើងដើរលេងក្រៅប្រទេសហើយយើងលក្ខណៈឡាច្រើនចាយើងមានពេលមើលរឿងភាគច្រើនព្រោះអីការងារ business យើងចែកកូនចែកចៅយើងធ្វើឯហ្នឹងយល់អត់អញ្ចឹងបើសិនជាខួរក្បាលយើងអត់ត្រូវមានពេលមកអភិវឌ្ឍខ្លួនឯងទៀតទេយើងមើលរឿងភាគបានច្រើនតែបើថាមុខរបរយើងនៅប្រឹងត្រាក់នៅឡើយមើលរឿងភាគអត់បានដែរតែបើយើងចាស់ហើយយើងគិតថាជីវិតយើងកម្រៃហើយយើងចូលនិវត្តន៍ហើយយើងចាំតែយកលុយប្រាក់តែពីក្រុមហ៊ុនដែលកូនចៅមើលចាឬយើងចាស់ទៅកុំចែកទ្រព្យអីគេអស់តែថាអត់បានទេត្រូវទុកយ៉ាងហោចណាស់ក៏យើងត្រូវមានភាគហ៊ុនមានអីនៅក្នុងហ្នឹងដើម្បីឲ្យយើងមានប្រាក់កម្រៃទៅជាមួយគេដែរដើម្បីចំណូលចូលហើយក៏យើងមិនមែនថាអត់ធ្វើការសោះដែរយើងធ្វើដែរតែធ្វើលក្ខណៈនៅពីក្រោយខ្នងតែមនុស្សយើងមានគោលដៅផ្សេងខ្លួនអ្នកខ្លះគេធ្វើការដល់ធ្វើលេងកើតទៅតែខ្ញុំតែងតែមានអារម្មណ៍មួយថាយើងពេលខ្លះយើងចង់មានសេរីភាពយើង set វ័យដែលចូលនិវត្តន៍ទៅ55ទៅ5 10ឆ្នាំទៀត7 10ឆ្នាំទៀតហ្មងហូស៊ីតាជាង10ឆ្នាំទៀតទៅបានទេចា55ហើយចូលនិវត្តន៍ចាចូលនិវត្តន៍នេះគឺយើងចាប់ផ្ដើមលះបង់ច្រើនហើយយើងលេងមានសម្ភារៈនិយមយើងលេងអីទាំងអស់ចាគឺយើងរៀងលេងដៃហើយចាអញ្ចឹងយើងខ្វល់ពីសុខភាពជាចម្បងយើងខ្វល់ពីសុខភាពផ្លូវចិត្តយើងខ្វល់ពីការមើលថែខ្លួនឯងខ្លាំងឡើងកម្រៃឲ្យខ្លួនឯងជីវិតខ្លួនឯងសូមចូលនិវត្តន៍55 60ច្រើនណា60ដើរទៅណាទៅដីលេងកើតទេហ្នឹង60អាយុច្រើនណាអេតែម៉ាក់មីងខ្ញុំជួបម្សិលមិញ70ផលដើរគ្រប់ប្រទេសចាអូយើងកុំប្រូក្រាមឲ្យខ្លួនឯង50ធ្វើអត់កើតទេចានៅធ្វើកើតដូចគ្នាតែគាត់ថាចង់ដើរលេងចង់ជីវិតមានសេរីភាពមិនបាច់ចាំបើកភ្នែកមកគឺការងារជាចម្បងណាអញ្ចឹងសម្រាប់ចិត្តខ្លួនឯងបងប្អូនមនុស្សយើងអត់ខុសទេចូលនិវត្តន៍អាយុប៉ុន្មានអ្នកខ្លះគេចូលនិវត្តន៍អាយុ30ជាង40ក៏មានដែរមានន័យថាម៉េចមានន័យថា30 40ហ្នឹងគឺគេចាប់ផ្ដើមបែបជីវិតត្រូវឡាឡាមិនបាច់សូវគិតច្រើនរឿង business អានេះគេហៅចូលនិវត្តន៍ហើយតែមនុស្សយើងមានគោលដៅខុសគ្នាតែខ្ញុំសុំ55ទៅបានហើយនៅ55ខ្ញុំនៅក្មេងស្អាតចឹងបងប្អូនចាំមើលខ្ញុំ20ឆ្នាំទៀតណាខ្ញុំនៅខ្ជូតអញ្ចឹង55នៅខ្ជូតចឹងអីថាមិនបានដែរបងប្អូនដែរឃើញអ្នកតូចមានអត់គេឆិចមើលពីក្រោយហំតែមើលចំរៀងហេវបន្តិចចាព្រោះអីមើលពីក្រោយទៅថាក្មេងហ្មងចាដល់ពេលងាកមករៀងជ្រួញរៀងអីដែរហើយអញ្ចឹងណាយើងញ៉ាំលុយចាក់ stem cell ចាក់អីទៅអាហារអំប៉ុន stem cell អីចឹងទៅចា placenta stem cell ចាតងសុកតែ stem cell ដែលថ្លៃបំផុតគឺតងសុកមនុស្សមានតងសុកជាមានតងសុកក្តាន់ណាបងប្អូនតងសុកដែលថ្លៃបំផុតគឺតងសុកមនុស្ស stem cell របស់មនុស្សហ្នឹងចាទារកដែលកើតមកមានតងសុកហ្នឹងថ្លៃហ្នឹងគេយកមកចាក់មួយឆ្នាំអ្នកខ្លះមួយឆ្នាំ2 ដងលីមីមួយឆ្នាំ2 ដងចាក់ម្ដងសឹកមក$50,000 $10,000 អាហ្នឹងគឺក្មេងជាងវ័យហ្មង70នៅក្មេងហ្នឹងចាអញ្ចឹងក៏មានគោលដៅបែបហ្នឹងដែរថាយើងចង់ក្មេងចាស់ទៅយើង stem cell ដែរទៅចាឥឡូវហ្នឹងតងសុកក្តាន់តងសុកជាអីបដាទៅហ្នឹងហើយកូនម៉ាក់មីងសិនមិញម៉ាក់ទៅកំពង់ចាមហ្នឹងគាត់ឡើង70ជាងហើយគាត់ឡើងផលឡើងក្មេងផលហ្មងមើលទៅគឺដូចអាយុ50អីចឹងចាអញ្ចឹងយើងមនុស្សស្គមមនុស្សទូចហ្នឹងគឺផលដូចគ្នាចាអញ្ចឹងហារីផ្លាសតារបស់យើងគឺតងសុកក្តាន់ចាអញ្ចឹងបងប្អូនជាទីស្រឡាញ់មុននឹងទៅសូមណែនាំជាមួយនឹងថ្នាំដុសធ្មេញគូរិនថ្នាំដុសធ្មេញស្តង់ដារជប៉ុនផលិតនៅស្រុកចិន